ម្នាក់នៅក្នុងកម្មវិធីខួបមិនចេញយប់មិញហ្នឹងពេលឮម៉ែការនិយាយពាក្យនេះហើយគឺឡើងស្ងាត់ឈឹងហើយមានអ្នកខ្លះហ្នឹងយំទៀតចង់បញ្យល់ប្រាប់ថាអ្វីដែលបងខំប្រឹងនិយាយខំប្រឹងបញ្យល់អត់ដែរចង់ឲ្យបងบอกអីចង់ឲ្យបងមានអារម្មណ៍ល្អចង់ឲ្យបងជួបនៅល្អរឿងដែលល្អហើយអត់ចង់ឲ្យបងឆ្លងកាត់នៅអ្វីដែលបងធ្លាប់ឆ្លងកាត់ទេអើយយល់ចិត្តបងមិនថាអ្នកគ្រប់គ្រងឬអ្នកស្គាល់គាត់គឺដឹងហើយថាឆាកជីវិតរបស់គាត់គឺពិតជាជូរចត់ហើយខំប្រឹងណាស់ទម្រាំឲ្យរឹងមាំមកដល់ពេលនេះហើយរាល់ថ្ងៃនេះគាត់ដើរតួជាម្ដាយផងជាឪពុកផងដើម្បីគ្រួសារដ៏តូចរបស់គាត់មួយនេះទោះហត់ឈឺយ៉ាងណាក៏ដោយក៏មិនដែលរអ៊ូដែរគឺមានតែពាក្យថាខំទៅមុខសម្រាប់គ្រួសាររបស់គាត់ហើយម្សិលមិញនេះគឺជាកម្មវិធីខួបកំណើតប្អូនស្រីរបស់គាត់តែមួយគឺមេជីងនិយាយរួមគេកំពុងតែឡើងសុកលេងដល់ម៉ោងគាត់ជូនពរមេជីងម្នាក់ទប់អារម្មណ៍ផ្សឹងតែមិនជាប់ដោយសារតែពាក្យណែនាំពាក្យក្នុងចិត្តនិយាយទៅកាន់មេជីងក្នុងនាមជាបងស្រីនឹងបង្ហាញពីអារម្មណ៍និងទឹកចិត្តរបស់បងស្រីទៅកាន់ប្អូនតោះឥឡូវនេះយើងទៅស្ដាប់ទាំងអស់គ្នាថាគាត់និយាយជូនពរនិងណែនាំយ៉ាងម៉េចខ្លះបាទម្នាក់នៅក្នុងកម្មវិធីទប់អារម្មណ៍ចង់អួរដាំកគ្រប់គ្នាទោះពេលខ្លះខ្ញុំthamចិត្តមែនតើដោយសារខ្ញុំធ្វើការហត់ហើយខ្ញុំដូចថាខ្ញុំរវល់ច្រើនខ្ញុំហត់មែនតើតែនិយាយទៅពេលដូចពេលគាត់ធ្វើឲ្យខ្ញុំអត់សុបាយចិត្តហើយគាត់រត់ទៅដឹងមួយខ្ញុំហើយយើងនិយាយទៅគាត់អត់ស្ដាប់ហ្នឹងប៉ុន្តែគឺជាអ្វីដែលដូចថាគាត់នៅក្មេងអញ្ចឹងប៉ុន្តែគាត់ថាខ្ញុំសូមយកថ្ងៃនេះចង់បញ្យល់ប្រាប់គាត់ថាជីវិតមនុស្សម្នាក់វាអត់តែងតែមានឱកាសទេចឹងបើសិនជាយើងមានឱកាសធ្វើអ្វីមួយយើងផ្ដោតវាហើយយើងថែរក្សាវាហើយយើងធ្វើវាយើងបំពេញវាឲ្យអស់ពីលទ្ធភាពរបស់យើងពីព្រោះអីយើងមើលឃើញថាថ្ងៃស្អែកយើងទៅជាបែបដូចទេចឹងខ្ញុំចង់ពីកូនខ្ញុំតែពេលខ្លះខ្ញុំខំគាត់តែខំសឹងថាខំចង់ដាច់សរសៃឈាមខ្លួនឯងហ្មងតែមិនដឹងថាធ្វើម៉េចនៅបងប្អូនអីអញ្ចឹងគាត់ថាចង់បញ្យល់ប្រាប់ថាអ្វីដែលបងខំប្រឹងនិយាយខំប្រឹងបញ្យល់អត់ដែរចង់ឲ្យបងនឹងគាត់អីចង់ឲ្យបងមានអារម្មណ៍ល្អចង់ឲ្យបងជួបនៅល្អរឿងដែលល្អហើយអត់ចង់ឲ្យបងឆ្លងកាត់នៅអ្វីដែលបងធ្លាប់ឆ្លងកាត់ទេសង្ឃឹមថាថ្ងៃនេះ birthday បងថ្ងៃនេះហើយឡើងមួយឆ្នាំទៀតហ្នឹងណាបងនឹងយល់ពីទឹកចិត្តបងស្រីម្នាក់នេះបងអត់ឯងចង់ឲ្យអូនមកខកទេជួយហៅលុយគ្នាphải rồi đó ta mà đấy trâu cười bây giờ mình anh trâu lên ta mày Tôi ơi, happy birthday ទៅមេជីងហើយសូមឲ្យគាត់មានសុខភាពល្អហើយមានការងារមិនមានការងារសូមឲ្យគាត់បំពេញបំណងប្រាថ្នាអ្វីដែលគាត់ផងថាគាត់ចង់future របស់គាត់ហ្នឹងណាគាត់ចង់ធ្វើជា K-pop ចឹងខ្ញុំជូនពរឲ្យគាត់ទទួលបាននៅអ្វីដែលគាត់បងប្រាថ្នាជូនពរកូនស្រីជូនពរមកចាំអ្នកទាំងអស់គ្នាប្រហែលជាបានស្ដាប់នៅពាក្យណែនាំនិងពាក្យជូនពររបស់គាត់ទៅកាន់មេជីងទេអរអ្នកទាំងអស់គ្នាហើយអ្វីដែលកាន់តែអាណិតគាត់គឺនៅឃ្លាមួយដែលគាត់បានជូនពរទៅមេជីងហើយណែនាំទៅមេជីងថា
ជូនពរឲ្យប្អូនជួបតែមនុស្សល្អៗកុំឲ្យមានឆាកជីវិតឬក៏រឿងរ៉ាវដូចបងពាក្យមួយនេះហើយដែលម្នាក់គឺនៅក្នុងកម្មវិធីនេះគឺទប់ទឹកភ្នែកទប់អារម្មណ៍និងអួរដើមកអត់បានហ្មងដោយសារតែគាត់បានជួបរឿងរ៉ាវជាច្រើនហើយគាត់ក៏មិនចង់ឲ្យប្អូនស្រីរបស់គាត់ហ្នឹងជួបរឿងរ៉ាវទាំងអស់នោះដូចជាគាត់ផងដែរអញ្ចឹងពាក្យថាមនុស្សស្រីរឹងមាំនេះគឺស័ក្តិសមជាមួយនឹងគាត់ខ្លាំងបំផុត